តាមពិតទៅសាក់យ័ន្តមានដើមកំណើតដំបូងនៅប្រទេសឥណ្ឌាតែបានហូរចូលមកប្រទេសកម្ពុជាជាមួយនឹងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាហើយបានផ្សារភ្ជាប់ខ្លួនយ៉ាងជ្រៅនៅក្នុងជំនឿរបស់ជនជាតិខ្មែរយើងតាំងពីបុរាណរហូតមកដល់បច្ចុប្បន្នបើតាមវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជជួនណាតពាក្យថាសាក់មានន័យថាស្នាមក្បូរក្បាច់ឬរូបជាយ័ន្តឬជាអក្សរដែលចាក់នឹងម្ជុលឬដែកស្រួចបញ្ចូលទឹកខ្មៅឬក្រហមនៅជាប់ក្នុងសាច់ចំណែកពាក្យថាយ័ន្តសំដៅដល់គំនូសដែលគូសប្រទាក់ឆ្វាក់លើសម្ពុនឬក្រដាសជាដើមដោយសូត្រសែកគាថាអាគមផងឬសរសេរអក្សរគាថាអាគមត្រង់ចន្លោះក្រឡាឬនៅត្រង់ជ្រុងជ្រុងរាប់ថារបាំងជាគ្រឿងការពារសត្រូវឬអន្តរាយផ្សេងនេះបញ្ជាក់ថាការចាក់សាក់ឬចាយ័ន្តទាំងឡាយរបស់ជនជាតិខ្មែរត្រូវការជាចាំបាច់ទាំងសម្ភារៈបច្ចេកទេសនិងមន្តអាគមគាថាក្នុងពេលដំណើរគ្នា